ថ្ងៃហ្នឹងខ្ញុំមកធ្វើវីដេអូចែកម្លែកបងប្អូនទៀតហើយអំពីវិធីអាប់ដេត Facebook បើកាលណាក្រុមហ៊ុន Facebook គេអាប់ដេតហើយយើងអត់បានអាប់ដេត Facebook យើងក៏ពិបាកលេងដែរបងប្អូនគឺយើងលេងមានបញ្ហាមានបញ្ហាយើងអត់ដឹងពីបញ្ហាអីអត់ចេះឆែកចេះអីឥឡូវនេះបងប្អូនមកមើលខ្ញុំទាំងអស់គ្នាដើម្បីយើងអាប់ដេត Facebook 2025នេះគឺយើងគ្រាន់តែចូលកន្លែង Facebook មកបងប្អូនឬក៏បងប្អូនចូលទៅ download នៅក្នុង Play Store ក៏បានតែយើងមិនបាច់ចាំញ៉ៃយើងចូលទៅក្នុង Facebook មកបងប្អូនបន្ទាប់មកហើយយើងចូលទៅកន្លែងត្រេ3បងប្អូននៅខាងលើសញ្ញាត្រេ3នៅខាងលើយើងចូលទៅកន្លែងហ្នឹងមក Facebook យើងធ្វើតាមភាសានេះគឺពេលលើកក្រោយវាអាប់ដេតមកគឺយើងអត់ពិបាកអាប់ដេតទៀតទេបងប្អូនបន្ទាប់មកយើងចូលកន្លែងកងចាក់បងប្អូនអានេះខ្ញុំប៉ះច្រឡំបងប្អូនយើងចូលកន្លែងកងចាក់ហ្នឹងបងប្អូនចុចកន្លែងហ្នឹងមក select លើហ្នឹងមកហើយយើងscroll អូសវាទៅលើបងប្អូនអូសទៅរកពាក្យថា media នេះបងប្អូនពាក្យថា media នេះនេះខ្ញុំប៉ះច្រឡំទៀតហើយបងប្អូនចុច media ទៅចេញណាណៃស្កយយើងថយមកវិញយើងចុចកន្លែង media ហ្នឹងបងប្អូនចុចចូលកន្លែងហ្នឹងមកហើយយើងscroll អូសវាទៅលើទៀតរកពាក្យថាបច្ចុប្បន្នភាពកម្មវិធីបងប្អូនរកឃើញហើយគ្រាន់តែចុចសកត់លើហ្នឹងមកយើងអាប់ដេតក្នុង Facebook អញ្ចេះគឺយើងអាប់ដេតបានរហូតបងប្អូនយើងអត់ពិបាកធ្វើ 3-4 ដងទៀតទេអញ្ចឹងយើងធ្វើតាមភាសាហ្នឹងគឺរួចrồiហើយយើងបងប្អូនឃើញកន្លែងហ្នឹងបិទអត់បងប្អូនចុចបើកវាមកដល់ពេលឆ្នាំក្រោយអី Facebook គេអាប់ដេតគឺវាអូតូទៅខ្លួនឯងហើយយើងអត់ពិបាកអាប់ដេតទៀតទេបងប្អូនហើយវិធីអាប់ដេតនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនងាយលឿនធ្វើតែម្ដងគឺបានបងប្អូនហើយយើងថយមកវិញមកតែប៉ុណ្្នឹងហើយគឺហើយឯងបងប្អូនបើសិនជាកម្មវិធី Facebook វាអាប់ដេតហើយយើងអត់បានអាប់ដេតតាមគេទេ Facebook យើងក៏ពិបាកក្នុងការលេងដែរបងប្អូនលេងវាមានបញ្ហាអត់ចេះចប់ទេអញ្ចឹងតើតែយើងអាប់ដេតតាមក្រុមហ៊ុនគេតាមក្រុមហ៊ុន Facebook គេហើយបងប្អូនអាប់ដេតតែក្នុង Facebook ដូចខ្ញុំអញ្ចឹងមកមិនបាច់ទៅអាប់ដេត download អញ្ញាយអីទេបងប្អូនចុចតាមខ្ញុំអញ្ចឹងមកគឺងាយរហ័សលឿនបញ្ហាអត់ស្មុគស្មាញញ៉ៃហើយវីដេអូចែកម្លែកខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើន